ការប្រើប្រាស់រូបមន្តSUM ទាំង3នៅក្នុងកម្មវិធី Excel បាទទី1គឺ SUM ទី2 SUM if ហើយទី3គឺ SUM if មាន s ឥឡូវយើងចាប់ផ្ដើមជាមួយនឹងរូបមន្ត SUM បាទរូបមន្ត SUM គឺធម្មតាទេយើងចង់បូកតម្លៃទាំងអស់ដោយអត់មានលក្ខខណ្ឌអញ្ចឹងគ្រាន់តែវាយសញ្ញាស្មើមករូបមន្ត SUM ហើយយើងសេលេចលើចំនួនទាំងអស់បិទវងកញ្ចក់ Enter យើងនឹងបានចំនួនទាំងអស់ហើយបាទគឺចំនួន83ហ្នឹងគឺអត់មានលក្ខខណ្ឌទេតកតងទៅនឹងរូបមន្ត SUM if គឺយើងបូកតម្លៃដោយមានមួយលក្ខខណ្ឌចង់បានមួយលក្ខខណ្ឌអញ្ចឹងអូតូថាខ្ញុំចង់បូកតម្លៃ Apple បាទអញ្ចឹងគ្រាន់តែវាយរូបមន្ត SUM if មកហើយយើងទៅ select ទៅលើ product ទាំងអស់បាទបន្តមកនេះខ្ញុំចង់បូកក្បៀស1ចង់បូកទៅតម្លៃ Apple អញ្ចឹងខ្ញុំដាក់សញ្ញា double quote មកហើយខ្ញុំសរសេរ Apple ទៅសេដូចណាហើយក្បៀសមួយទៀតទៅ select លើចំនួនទាំងអស់មកបាត់វងកញ្ចក់ enter មកអញ្ចឹងយើងបានតម្លៃសរុប23បាទប៉ុន្តែតែ Apple ទាំង3ហ្នឹងទេបាទយើងរាប់តែចំនួន Apple SUM if មាន f គឺយើងរាប់ចំនួនដោយមានលក្ខខណ្ឌ2ឡើងទៅបាទលក្ខខណ្ឌ2ឡើងទៅឧទាហរណ៍ថាខ្ញុំចង់បូកតម្លៃ Apple ហើយអ្នកលក់ជា Alex ឈ្មោះ Alex អញ្ចឹងយើងដាក់សញ្ញាស្មើ SUM if បាទមាន s ហើយយើងទៅ select លើតម្លៃសរុបទាំងអស់ហើយក្បៀស1បាទលក្ខខណ្ឌទី1គឺ Apple អញ្ចឹង select លើ product ទាំងអស់បាទក្បៀស1យើងចង់បូក Apple តែ Apple មកក្បៀសមួយទៀតលក្ខខណ្ឌទី2គឺ sales person បាទ select លើអ្នកលក់ទាំងអស់ហើយយើងចង់រាប់ទៅលើ Alex បាទឈ្មោះ Alex ហើយយើងបិទវងកញ្ចក់ enter មកអញ្ចឹងយើងបានចំនួន16បាទដោយមាន2នាក់បាទ Alex គឺហើយលក្ខខណ្ឌ product Apple បាទហ្នឹងគឺភាពខុសគ្នាទាំង3រូបមន្តហ្នឹងបាទសូមអរគុណ